សម័យលង្វែក1431ដល់1318គឺជាសម័យក្រោយពីរាជការព្រះបាទបញ្ញាយ៉ាតខេត្តកំពង់ឆ្នាំងបើយោងតាមប្រភពទំព័ររឿងបុរាណគឺបន្ទាយលង្វែករូបគំនូរដែលជនជាតិបរទេសបានគូរក្រោយពេលបន្ទាយបានបែកសម័យលង្វែក1431ដល់1618គឺជាសម័យក្រោយពីរាជការព្រះបាទបញ្ញាយ៉ាតដែលកាលនោះប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសាររាជធានីត្រូវបានផ្លាស់ប្ដូរជាច្រើនកន្លែងវិលចុះវិលឡើងទីក្រុងអង្គរទួលបាសានកំពង់ចាមភ្នំពេញចតុមុខរហូតមកដល់លង្វែកកំពង់ឆ្នាំងរាជធានីលង្វែកត្រូវបានកសាងឡើងរយៈពេល3ឆ្នាំគឺពីឆ្នាំ1527ដល់1529ក្នុងរាជព្រះបាទចន្ទរាជាបន្ទាយនេះមានបរិមាត្រទទឹងប្រវែង2សហតិម៉ែត្រនិងបណ្ដោយប្រវែង3សហតិម៉ែត្រ3គីឡូម៉ែត្រគុណនឹង2គីឡូម៉ែត្រដែលមានរបង3ជាន់គឺ 1. របងដីការពារទឹកចូលរាជធានី 2. របងទឹកសម្រាប់យកទឹកប្រើប្រាស់ក្នុងរាជធានី 3. របងឫស្សីមានកម្រាស់2សិន80ម៉ែត្រក្រាស់ខ្មឹកសម្រាប់ការពារឃ្មាំងសត្រូវនៅកណ្ដាលរាជធានីលង្វែកព្រះបាទចន្ទរាជាបានសាងវត្តមួយឈ្មោះវត្តត្រឡែងកែងដែលនៅសល់រហូតមកដល់សព្វថ្ងៃក្រៅពីបន្ទាយលង្វែកព្រះបាទចន្ទរាជាបានបញ្ជាឲ្យកសាងវត្តអារាមជាច្រើននៅខេត្តពោធិ៍សាត់បរិបូរណ៍ជួសជុលវត្តនៅឧដុង្គមានវត្តនៅលើភ្នំរាជទ្រព្យជាដើមព្រះពុទ្ធរូបចូលព្រះនិព្វានជាដើមទីតាំងភូមិសាស្ត្ររាជធានីលង្វែកជាទីតាំងប្រវត្តិសាស្ត្រខ្មែរមួយដែលសព្វថ្ងៃស្ថិតនៅក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងជាកន្លែងយុទ្ធសាស្ត្រមួយដោយមានទន្លេបឹងបួជាពិសេសព្រែកបន្ទាយលង្វែកត្រូវបានកសាងឡើងនៅក្នុងរាជធានីដោយជីកបុកគ្រឹះរៀបថ្ម6ហត្ថជុំវិញបន្ទាយជា3ជ្រុងហើយលើកដីច្រកក្តារធ្វើបន្ទាយកម្ពស់14ហត្ថកម្រាស់ខ្នងលើ10ហត្ថជើងទេខាងក្រោម22ហត្ថ1ហត្ថគឺកន្លះម៉ែត្រប្រច័នរាជាបញ្ជាឲ្យគេធ្វើកំពែងការពារ5ជាន់ព្រមទាំងដាំរបងឫស្សីយ៉ាងក្រាស់ក្នុងកំពែងជាន់ទី1ដាក់សុទ្ធតែទាហានកំភើងធំហើយនៅមុខកំពែងនេះមានរងដំរីនិងរងសេះកំពែងទី2ដាក់ទាហានកំភើងវែងសាលាជំនុំសាលាដំបងនិងសាលាឧទ្ធរណ៍កំពែងទី3ដាក់ទាហានអាវុធខ្លីមានដាក់ផ្កាក់កំបិតកំពែងទី4ដាក់ទាហានរក្សាព្រះអង្គរងល្ខោននិងព្រះពន្លែតតល្ខោនចំណែកកំពែងទី5មានរងបញ្ចក្សេត្រនិងដំណាក់សំរិទ្ធវិមានកំសាន្តរងភិរមក្រុមបាគូបុរោហិតនិងក្រុមមហាតុលកីណីក្នុងកំពែងនេះដែរមានរាជវាំងកំពូល5បិទម៉ាងនិងលៀបមរៈសម្រាប់ព្រះអង្គមហាក្សត្រាធិរាជផ្ទុំហើយមានតម្កល់វត្ថុស័ក្តិសិទ្ធិគឺព្រះកែវឬព្រះត្រឡែងកែងនិងព្រះគោដព្លីដែលនៅក្នុងពួកព្រះគោតាំងដព្លីនោះមានរក្សានៅគម្ពីរក្បួនខ្នាតដែលមានតម្លៃលឿនលប់ឡាយតាមជំនឿរបស់ខ្មែរព្រះគោនិងព្រះកែវជាបងប្អូនបង្កើតនឹងគ្នាដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុស័ក្តិសិទ្ធិដោយសារក្នុងបន្ទាយលង្វែកមានរូបព្រះគោព្រះកែវប្រជាជនសម័យនោះមានជំនឿថានេះជាបន្ទាយមួយយ៉ាងមាំសម្រាប់ការពារសត្រូវផងនិងឃ្លាំងវប្បធម៌ជាតិផងបន្ទាប់ពីសម័យអង្គរបន្ទាយលង្វែកត្រូវបានបែកបាក់នៅឆ្នាំ1593ដោយហេតុព្រះបាទសត្ថាទី1ដែលជាចៅរបស់ព្រះចន្ទរាជាអង្គច័ន្ទបានផ្ទេររាជសម្បត្តិឲ្យបុត្រាច្បងគឺព្រះបាទជ័យចេដ្ឋាទី1ដែលទើបមានប្រជញ្ញ11វស្សានិងដកតួនាទីឧបរាជពីអនុរបស់ទ្រង់គឺព្រះស្រីសុរិយោដ័យឲ្យបុត្រាទី2ដែលទើបមានប្រជញ្ញ6វស្សាបញ្ជាក់ថាប្រជារាស្ត្រលែងគាំទ្រនិងបះបោរគ្រប់កន្លែងឮដំណឹងនេះសៀមបានលើកទ័ពមកវាយខ្មែរតែមិនបានសម្រេចក្រោយមកសៀមបានប្រើល្បិចបាច់ប្រាក់ដួងចូលទៅក្នុងព្រៃឫស្សីឲ្យប្រជារាស្ត្រកាប់ឆ្កាទីបំផុតសៀមក៏វាយកំទេចបន្ទាយលង្វែកបាននៅឆ្នាំ1593ផលវិបាកនៃការបាត់បង់បន្ទាយលង្វែកក្រោយបន្ទាយលង្វែកបាក់បែកទៅកម្ពុជាបានជួបនូវផលវិបាកជាច្រើនដូចជាប្រទេសកម្ពុជាធ្លាក់ជាប្រទេសតូកទុនខ្សោយក្រោមចំណុះសៀមប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតយ៉ាងច្រើនសៀមប្រមូលយកគម្ពីរក្បួនខ្នាតវត្ថុមានតម្លៃ
ហើយចាប់នឹងសម្លាប់អ្នកប្រាជ្ញខ្មែរគ្មានសល់តាមរយៈហេតុការណ៍នេះប្រជាជនខ្មែរបានប្រឌិតឡើងព្រេងកថាមួយគឺរឿងព្រះគោព្រះកែវដើម្បីពន្យល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់នេះរឿងនេះប្រឌិតឡើងដើម្បីពន្យល់ពីមូលហេតុនៃការបាត់បង់និងផលវិបាកពីការបាត់បង់បន្ទាយលង្វែកនេះឯងតួអង្គព្រះគោតំណាងឲ្យគម្ពីរក្បួនខ្នាតរបស់ខ្មែរឯព្រះកែវតំណាងឲ្យអ្នកប្រាជ្ញខ្មែរដែលសៀមចាប់យកទៅការកសាងបន្ទាយលង្វែកក្រោយព្រះបាទច័ន្ទរាជាវាយឈ្នះស្រីចេតថាឬស្ដេចកិននៅឆ្នាំ1525រួចមកព្រះអង្គក៏បញ្ជាឲ្យគេកសាងបន្ទាយលង្វែកចាប់ពីឆ្នាំ1527ដល់1529ដោយប្រើរយៈពេល3ឆ្នាំស្ថានភាពបន្ទាយលង្វែកជាចំណុចយុទ្ធសាស្ត្រមួយដែលមានទន្លេបឹងបួនិងព្រៃឈើជារបាំងបន្ទាយនេះមានរាង4ជ្រុងប្រវែង3គីឡូម៉ែត្រទទឹង2គីឡូម៉ែត្រកំពែងដីកម្រាស់16ហត្ថ7ម៉ែត្រកន្លះហ៊ុំព័ទ្ធដោយគូទឹកនិងដាំដើមឫស្សីកម្រាស់2សិន1សិនស្មើនឹង40ម៉ែត្រព័ទ្ធជុំវិញក្នុងបន្ទាយលង្វែកមានវាំងស្ដេចបន្ទាយទាហានផ្ទះស្រីស្នំ22រោងដំរីរោងសេះប្រាសាទ2ជីកស្រះធំ4ទិសនិងចិញ្ចឹមត្រីព្រួលរោសឆ្ដោព្រោះនៅជាប់មាត់ទន្លេសាបសង់ឃ្លាំង15ខ្នងសម្រាប់ស្រីអង្គរត្រីងៀតត្រីឆាប្រហុកផ្អកជាដើមបន្ទាយលង្វែកមានទ្វារធំ4នៅទិសទាំង4និងទ្វារតូច4នៅចំជ្រុងនៃទិសតូចទាំង4មានសួនច្បារធំមានភូមិអ្នកស្រុក4មានវត្ត5ជាដើមព្រះអង្គក៏សាងប្រត្រលែងកែងព្រះបែរភ័ក្រទិសទាំង4ទល់ព្រឹសព្រះកែវនិងព្រះគោ12ក្នុងពោះព្រះគោដាក់គម្ពីរក្បួនខ្នាតជាច្រើនមានឯកសារចំនួនដែលនៅសល់តាំងពីសម័យអង្គរមកឡើយហើយព្រះអង្គបានប្រមូលផ្ដុំអ្នកប្រាជ្ញាបណ្ឌិតដើម្បីចងក្រងគម្ពីរឯកសារនិងបណ្ដុះចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយបន្ទាយលង្វែកជាស្ថាបត្យកម្មមួយធំនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងតាមសម្ដីលោកអ៊ុកអ៊ូអតីតមេឃុំលង្វែកនៅឆ្នាំ1970គាត់ថាសេះពេញកម្លាំងមិនអាចបោលជុំវិញបន្ទាយលង្វែកបានឡើយក្នុងបន្ទាយលង្វែកមានវត្តអារាម70កន្លែងនិងមានវត្តត្រលែងកែងបន្ទាយលង្វែកជាកន្លែងធានធនដោយសារមានព្រះគោព្រះកែវនៅក្នុងនោះប្រជាជនសម័យនោះមានជំនឿថានេះជាបន្ទាយមួយយ៉ាងមាំសម្រាប់ការពារស្ត្រីផងនិងឃ្លាំងវប្បធម៌ជាតិផងបន្ទាប់ពីសម័យអង្គរ